តកំបាំងនៅពីក្រែកការជ្រុះសក់ខ្លាំងលើកមយុងវ័យ20ឆ្នាំតើមកពីមូលហេតុអ្វីបច្ចុប្បន្នបញ្ហាជ្រុះសក់លែងជាបញ្ហារបស់មនុស្សវ័យកណ្ដាលទៀតហើយការសិក្សាថ្មីបង្ហាញថាយុវវ័យដែលមានអាយុចាប់ពី20ឆ្នាំឡើងទៅកំពុងប្រឈមមុខនឹងការបាត់បង់សក់ក្នុងកម្រិតគួរឲ្យព្រួយបារម្ភតើកត្តាអ្វីខ្លះដែលជំរុញឲ្យសក់ជ្រុះទាំងនៅក្មេងបែបនេះមូលហេតុចម្បងរួមមានសម្ពាធផ្លូវចិត្ត stress ជីវិតក្នុងវ័យសិក្សានិងការចាប់ផ្ដើមការងារដំបូងបង្កឲ្យមានសម្ពាធខ្លាំង stress ខ្ពស់ធ្វើឲ្យឫសសក់ឈប់លូតលាស់និងជ្រុះលឿនជាងធម្មតារបបអាហារមិនត្រឹមត្រូវការនិយមទទួលទានអាហាររហ័ស fast food ដែលខ្វះសារធាតុចិញ្ចឹមចាំបាច់ដូចជាជាតិដែកវីតាមីន D និងប្រូតេអ៊ីនគឺជាសត្រូវនៃសុខភាពសក់ការប្រើប្រាស់ផលិតផលនិងកម្ដៅការលាបពណ៌សក់ញឹកញាប់ការប្រើជែលនិងការប្រើម៉ាស៊ីនគៀបសក់ដែលមានកម្ដៅខ្លាំងធ្វើឲ្យសក់ខូចនិងងាយដាច់ជុះកត្តាហ្សែននិងអរម៉ូនករណីខ្លះអាចមកពីតំណពន្ធឬការប្រែប្រួលអរម៉ូនក្នុងខ្លួនដែលមិនទាន់មានលំនឹងដំណោះស្រាយនឹងការការពារអ្នកជំនាញណែនាំឲ្យយុវវ័យងាកមកយកចិត្តទុកដាក់លើការគេងឲ្យបានគ្រប់គ្រាន់ទទួលទានបន្លែបៃតងនិងកាត់បន្ថយការប្រើប្រាស់សារធាតុគីមីលើសក់ប្រសិនបើការជ្រុះសក់មានសភាពធ្ងន់ធ្ងរការប្រឹក្សាជាមួយគ្រូពេទ្យសើស្បែកគឺជាជម្រើសដ៏ល្អបំផុត